នាទីប្រវត្តិសិល្បករខ្មែរអាណិតកូនដែលនៅក្នុងផ្ទៃជាអាណិតម្ដាយវាទៅទីខ្លោខែងបំផ្លៃប្រឡាយដួងចិត្តបងប្អូនមានមិត្តតែចិត្តអានស្រីមិនគួរស្លាប់មានបានផ្ដាំពីអ្វីសួស្តីលោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ AFE ជាទីគោរពពេលនេះនាទីប្រវត្តិសិល្បករខ្មែរបានវិលមកជួបអ្នកទាំងអស់គ្នាជាថ្មីហើយសម្រាប់ថ្ងៃនេះខ្ញុំបាទស៊ីនតារាអ្នកស្រាវជ្រាវប្រវត្តិកវីនិពន្ធតន្ត្រីករនិងអ្នកចម្រៀងជើងចាស់សូមនាំអារម្មណ៍លោកអ្នកមកតាមដានប្រវត្តិរបស់អ្នកចម្រៀងដ៏ល្បីល្បាញមួយរូបទៀតនោះគឺលោកអាប់ឌុលសារីបុត្រនឹងគ្រួសារគ្រាដល់ពីថ្ងៃខ្លួននួននាងមរណាបាននិយាយអំពីឈ្មោះលោកអាប់ឌុលសារីគេមិនសូវស្គាល់ទូលំទូលាយដោយលោកស៊ីនស៊ីសមុទ្រអ្នកស្រីរស់ស្រីសុធាលោកអិនយេងឬលោកសុះម៉ាទីតែយ៉ាងណាក៏ដោយលោកអាប់ឌុលសារីក៏ជាអ្នកចម្រៀងដែលមានទឹកដមសម្លេងនិងស្នាដៃធ្វើឲ្យអ្នកផងចាប់អារម្មណ៍មួយរូបផងដែរនៅសម័យនោះឬបើទោះជាគេមិនសូវស្គាល់ឈ្មោះលោកសុះសាយក៏ដោយប៉ុន្តែគ្មាននរណាម្នាក់ដែលថាមិនធ្លាប់ស្ដាប់នៅចម្រៀងមួយបទដ៏មហាល្បីល្បាញរបស់លោកឡើយនោះគឺបទពុលទូអាភ័ព្វនឹងហើយជីវិតពុលទូអាភ័ព្វពុលទូមានប្រអើក៏ចិនដាកាបានបីខែត្រីប្រែសាវាដូចពីលោកតាវត្តទឹកកំឡុងដាដោយពិតនោះម្ចាស់បទពុលទូអាភ័ព្វរូបនេះគឺជាអ្នកចម្រៀងជើងថ្មីជាអ្នកចំនួនក្រោយឬចុងក្រោយគេបង្អស់តែម្ដងនៅសម័យមុនឆ្នាំ1975នោះអ្នកចម្រៀងរូបនេះទើបតែចូលប្រឡូកក្នុងសិល្បៈដូរតន្ត្រីនៅអំឡុងដើមទសវត្សរ៍ឆ្នាំ1970ហើយលោកបម្រើវិស័យសិល្បៈបានតែ 3-4 ឆ្នាំប៉ុណ្ណោះស្រុកខ្មែរដ៏មហាកំសត់នេះក៏បានធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍តែម្ដងប៉ុន្តែទោះបីជាលោកប្រឡូកក្នុងសិល្បៈក្រោយគីនិងមានរយៈពេលខ្លីមែនតែអ្វីដែលអស្ចារ្យចំពោះលោកអាប់ឌុលសារីគឺលោកច្រៀងតែមួយបទដំបូងប៉ុណ្ណោះក៏ល្បីពេញប្រទេសមួយរំពេចនោះគឺបទពុលទូអាភ័ព្វនេះឯងខុសពីអ្នកចម្រៀងនានាដែលទម្រាំមានឈ្មោះបោះសម្លេងគឺត្រូវចំណាយពេលយ៉ាងច្រើនក្នុងការកសាងស្នាដៃទើបមហាជនទូទៅបានស្គាល់និងល្បីល្បាញនោះតែលហើយរឿងនឹងទុកមួយឡាយចុងរឿងត្រីអត់ប្រងជារឿងធម្មតាកើតនៅអំឡុងឆ្នាំ1952ឬឆ្នាំថោះនៅម្ដុំច្បារអំពើស្រុកគៀនស្វាយខេត្តកណ្ដាលបច្ចុប្បន្នកាត់ចូលក្រុងភ្នំពេញហើយលោកអាប់ឌុលសារីជាកូនទី4ក្នុងចំណោមបងប្អូន6នាក់គឺស្រី4និងប្រុស2នាក់ការពិតគ្រាដែលលោកចាប់កំណើតឪពុកម្ដាយបានដាក់ឈ្មោះលោកថាមាសសារីគឺមិនមែនអាប់ឌុលសារីទេឯឈ្មោះអាប់ឌុលសារីត្រូវបានលោកបដូរក្រោយពេលដែលចូលប្រឡូកក្នុងវិស័យសិល្បៈឯណោះទេហើយកាលពីតូចទាំងបងប្អូននិងឪពុកម្ដាយផងក៏មិនហៅឈ្មោះលោកចំដែរគឺគេហៅលោកថាអាទូចប៉ុណ្ណោះដោយសារលោកមានមាឌតូចល្អិតជាងបងប្អូនឯទៀតឪពុកលោកមានអាជីពជាជាងឈឺនិងម្ដាយជាពេទ្យឆ្មបនៅច្បារអំពើចំណែកក្នុងចំណោមបងប្អូនរបស់លោកទាំង6នាក់គឺមានតែលោកម្នាក់ប៉ុណ្ណោះដែលបានក្លាយជាសិល្បករក្រៅពីនេះពួកគេសុទ្ធតែប្រកបការងារផ្សេងក្រៅសិល្បៈទាំងអស់ប្តីលាទៅរៀននៅលុកបូរី3ខែទើបវិលវិញកាលពីកុមារភាពឪពុកម្ដាយបានបញ្ជូនលោកឲ្យទៅចូលរៀននៅសាលាបឋមសិក្សាច្បារអំពើក្នុងភូមិកំណើតនោះលុះចូលវ័យជំទង់បន្តិចដំណើរគ្នានឹងការសិក្សានៅថ្នាក់បឋមនោះលោកត្រូវបានបងប្អូននិងអ្នកភូមិផងរបងជាមួយមើលឃើញថាកុមារនេះហាក់មាននិស្ស័យសិល្បៈយ៉ាងជោគជាំតែម្ដងដោយគេតែងតែឧស្សាហ៍ឃើញលោកចូលចិត្តច្រៀងលេងរាល់ថ្ងៃហើយអ្នកចម្រៀងដែលលោកចូលចិត្តច្រៀងតាមជាងគេគឺលោកសុះម៉ាត់ព្រោះលោកគិតថាបទរបស់លោកសុះម៉ាត់ស្រួលច្រៀងហើយសម្លេងរបស់គាត់ក៏មានលក្ខណៈទៅនឹងសម្លេងរបស់លោកសុះម៉ាត់ផងដែរហើយក្រៅពីនេះលោកក៏រៀនច្រៀងតាមបទលោកអិនយេងនិងលោកជាសវឿនផងដែរប៉ុន្តែច្រៀងតាមតិចតួចប៉ុណ្ណោះគឺ គឺមានតែចម្រៀងរបស់លោកសុំម៉ាត់ប៉ុណ្ណោះដែលលោកអាប់ឌុលសេរីចូលចិត្តច្រៀងតាមជាងគេបង្អស់
ហើយចំណាយចម្រៀងរបស់លោកស៊ីនស៊ីសមុទ្រដែលមានលក្ខណៈខុសឆ្ងាយពីសម្លេងរបស់លោកទើបលោកមិនសូវយកមកច្រៀងតាមប៉ុន្តែបើទោះបីជាលោកចូលចិត្តសិល្បៈយ៉ាងខ្លាំងក្តីក៏លោកនៅតែប្រឹងប្រែងរៀនសូត្រយ៉ាងខ្ជាប់ខ្ជួនហើយឡើងថ្នាក់ជាបន្តបន្ទាប់គឺនៅពេលដែលចប់ថ្នាក់បឋមលោកក៏ចូលរៀននៅអនុវិទ្យាល័យបន្តនៅឯច្បារអំពើដដែលនោះលោកក្រោយចប់អនុវិទ្យាល័យហើយរៀបបញ្ឈានចូលវិទ្យាល័យទៅហើយនោះស្រាប់តែស្រុកទីក៏ជួបនឹងការផ្លាស់ប្ដូររបបគឺការបដូរពីរបបសង្គមរាស្ត្រនិយមមកជារបបសាធារណរដ្ឋខ្មែរវិញពេលនោះអ្វីៗក៏ប្រែប្រួលរដ្ឋអំណាចបានបង្ខំឲ្យយុវជននិងបរិសុទ្ធពេញកម្លាំងនានាចូលបម្រើកងទ័ពទាំងអស់បូករួមទាំងសិស្សនិស្សិតផងចំណែកលោកអាប់ឌុលសេរីដែលកាលនោះទើបមានវ័យជិត20ឆ្នាំនិងត្រូវចូលរៀននៅវិទ្យាល័យបន្តផងក៏បានបង្ខំចិត្តចូលបម្រើកងទ័ពដោយយុវជននានាផងដែរប៉ុន្តែលោកក៏នៅមានឱកាសចូលរៀនថ្នាក់វិទ្យាល័យបានធម្មតាកាលនោះលោកបានចូលរៀននៅសាលាមួយដែលមានឈ្មោះថាវិទ្យាល័យស្រោចស្រង់ជាតិដែលមានទីតាំងនៅក្បែរស្តាតចាស់ជិតគល់ស្ពានជ្រួយចង្វាឬអតីតទីតាំងចាស់នៃសាលារចនានោះអូអោក្មួយស្រីជាអាឡៃណាងឲ្យពុកអ្នកច្បាស់ជាគ្មានដឹងអ្វីយ៉ាងណាក៏ដោយទោះបីបានចូលរៀននៅវិទ្យាល័យប៉ុន្តែលោកអាប់ឌុលសេរីនិងសិស្សប្រុសៗឯទៀតពុំបានរៀនជាប់លាប់ទីព្រោះស្រុកទីកំពុងកើតកលយុគហើយមិនយូរប៉ុន្មានលោកក៏ត្រូវបានរដ្ឋអំណាចចាប់បញ្ចូលក្នុងជួរកងទ័ពដើម្បីហាត់រៀនក្បួនសឹកវិញហើយក៏លែងបានរៀនសូត្រចំណេះដឹងទូទៅអ្វីទាំងអស់ហើយពីនោះក៏ជាវេលាដែលលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈតន្ត្រីតែម្ដងឡើងគុំឃើញដែរបីបនជាងកាបាទលោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ RFE ជាទីគោរពឥឡូវនេះមុននឹងជម្រាបប្រវត្តិដ៏ជក់ចិត្តរបស់លោកអាប់ឌុលសេរីបន្តខ្ញុំបាទក៏សូមលើកចម្រៀងមួយបទរបស់លោកមកចាក់ជូនកំសាន្តសិនបទនេះមានចំណងជើងថាខ្ញុំពិការដែលជាស្នាដៃនិពន្ធទំនុកច្រៀងរបស់លោកអាប់ឌុលសេរីផ្ទាល់ហើយដែលមានលោកអ៊ុំសុផាន់អរិយហៅយេលជាអ្នកនិពន្ធបទភ្លេងនិងលោកហេងហូវេងជាអ្នកដឹកនាំភ្លេងប្រគំឬសម្រួលតន្ត្រីបទនេះថតថាសនៅអំឡុងឆ្នាំ1972ហើយបន្ទាប់មកលោកអ្នកនឹងបានស្ដាប់នីតិព័ត៌មានខ្លីពីវិទ្យុបារាំងអន្តរជាតិ RFE ហើយខ្ញុំបាទសេងតារានឹងវិលមកអត្ថាធិប្បាយប្រវត្តិលោកអាប់ឌុលសេរីឲ្យលោកអ្នកបានជ្រាបជាបន្តតែរូបខ្ញុំជាអ្នកពិការកាលឡើយខ្ញុំជាគេនៅស្រឡាញ់ដល់ខ្ញុំពិការគេដងដៃចេញបែរទៅស្រឡាញ់រៀបការប្រថ្មីកន្សែងរំកមានពណ៌បៃតងអ្នកជាចំណងកន្សែងនិស័យខអក្ខរានៅថ្មីថ្មីដែលទ្រង់ចរណៃចងដៃទុកឲ្យបងអេលើរូបអ្នកជាកំតែងខាំប្រឡាំងដតាមដោយស្នាមលោហិនកំតាមរូបបងរំចងជាប់ស្និនញាតិអើយជួយកិនជួយពិចារណាបងសូមជូនពរពីស្មរភូមិជ័យសូមថ្លៃបានសុខគ្រប់ក្តីប្រាថ្នាធ្វើមិនដេញរូបបងផ្លែខ្លួនពីការហើយតាមយ៉ាងថាកម្មបងចង់អូ
វាកំតែងកម្មប្រឡាំងដតាមដោយស្នាមលោហិនកម្មតាមរូបបងរំចងជាប់សិនញាតិអើយជួយកិនជួយពិចារណាបងសូមជូនពរពីស្មរភូមិជ័យសូមថ្លៃបានសុខគ្រប់ក្តីប្រាថ្នាគឺមិនដេញរូបបងធ្លាក់ខ្លួនពីការហើយតាមយ៉ាងថាកម្មបងចុងអូនអ្នកកូនចាំអីទៀតទៅទិញស្រាយអើលឿនឡើងចាចាខ្ញុំទៅហើយពុកនាងទៅណាក្រោមសូរិយាផ្លាផ្លាយទិញក្រោយបើកុំសង្ស័យបើយឺតក៏បាយផ្សេងបាទលោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ AFE ជាទីគោរពសូមបញ្ជាក់ថាពេលនេះលោកអ្នកកំពុងស្ដាប់នីតិប្រវត្តិសិល្បករខ្មែរហើយដែលយើងកំពុងតែអត្ថាធិប្បាយអំពីប្រវត្តិរបស់លោកអាប់ឌុលសេរីបាទហើយឥឡូវនេះខ្ញុំបាទសេងតារានឹងជម្រាបអំពីប្រវត្តិម្ចាស់បទពលតួអភ័ព្វដ៏ល្បីល្បាញរូបនេះឲ្យលោកអ្នកបានជ្រាបជាបន្តទៀតចាប់ដាក់ក្នុងខោព្រាមនិយាយអំពីការចូលប្រឡូកក្នុងសិល្បៈរបស់លោកអាប់ឌុលសេរីដោយយើងជម្រាបខាងដើមហើយថាលោកមាននិស្ស័យចូលចិត្តបទចម្រៀងតាំងពីនៅវ័យជំទង់ម្លេះហើយនិស្ស័យស្រឡាញ់សិល្បៈនេះក៏មានកាន់តែច្រើនឡើងនៅពេលដែលវ័យរបស់លោកឈានចូលពេញកំឡោះដូច្នេះហើយទើបក្រោយមកនៅអំឡុងឆ្នាំ1968ដែលមានការតាំងចិត្តចង់ក្លាយជាអ្នកចម្រៀងលោកអាប់ឌុលសេរីក៏បានសម្រេចចិត្តទាំងភ័យអដាក់ពាក្យចូលប្រឡងចម្រៀងនៅក្នុងពិធីសមាជជាតិដែលគេតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងសម័យសង្គមរាស្ត្រនិយមក្រោមព្រះរាជតម្រិះផ្ដួចផ្ដើមរបស់សម្ដេចឪព្រះបាទនរោត្តមសីហនុដែលព្រះអង្គធ្វើឡើងចាប់តាំងពីឆ្នាំ1955មកនោះប៉ុន្តែពេលដាក់ពាក្យប្រឡងនោះលោកអាប់ឌុលសេរីមិនហ៊ានដាក់ឈ្មោះពិតនោះទេព្រោះខ្លាចប្រឡងមិនជាប់ខ្មាស់គីគឺលោករកឈ្មោះផ្សេងមកដាក់ជំនួសវិញដើម្បីកុំឲ្យមិត្តភ័ក្តិនិងគេឯងស្គាល់ហើយក្នុងឱកាសនោះលោកបានលើកយកចម្រៀងដែលកំពុងល្បីមួយបទរបស់លោកជាសវឿនទៅប្រឡងនោះគឺបទត្រូវសើចឬត្រូវយំហើយដែលបច្ចុប្បន្នគេនិយមហៅចំណងជើងថាកវីចាញ់ស្នេហ៍នោះហើយដែលជាស្នាដៃនិពន្ធទំនុកច្រៀងរបស់កវីមកពីខេត្តព្រៃវែងម៉ាក់ថងចិត្តកវីចាញ់ស្នេហ៍បកប្រែរឿងខ្ញុំត្រូវសើចរឿងមួយត្រូវយំសូមញាតិជួយពិចារណាជាលទ្ធផលនៅក្នុងការប្រឡងលើកទី1នេះលោកមិនបានជាប់លេខល្អទីគឺជាប់ចំណាត់ថ្នាក់លេខ5ឯណោះតែយ៉ាងណាក៏ដោយលោកក៏មិនទាន់បាក់ទឹកចិត្តដែរព្រោះនេះគឺជាការសាកល្បងសមត្ថភាពលើកដំបូងហើយលោកតាំងចិត្តថានឹងខំប្រឹងបន្តទៀតដើម្បីរកភាពជោគជ័យនៅពេលខាងមុខព្រោះពេលនោះលោកនៅមានវ័យក្មេងនៅឡើយដូច្នេះឱកាសក៏នៅមានជាច្រើនបន្តទៀតតែនៅឆ្នាំបន្ទាប់នោះលោកមិនបានដាក់ពាក្យប្រឡងទីព្រោះជាប់រវល់សិក្សាគឺរងចាំរៀនចប់អនុវិទ្យាល័យសិនទើបគិតគូរការប្រឡងជាថ្មីតែយ៉ាងណាក៏ដោយលោកក៏នៅតែខិតខំហាត់រៀនច្រៀងជានិច្ចហើយពីទំនេរលោកក៏បានហាត់រៀននិពន្ធទំនុកច្រៀងដោយខ្លួនឯងផងដែរដោយរៀនតាមការស្ដាប់ចម្រៀងរបស់រៀនច្បងទាំងនោះព្រមទាំងកវីនិពន្ធល្បីៗនៅសម័យនោះផងដែររហូតអាចសរសេរទំនុកច្រៀងបានយ៉ាងច្បាស់លាស់ត្រូវសើចឬយំខ្ញុំជាកវីខំខ្លួនចាញ់កូនស្ត្រីស្រីបោកហើយក្បត់ចិនដានោះចូលមកដល់ឆ្នាំ1970ខណៈដែលលោកបានតាំងចិត្តថានឹងដាក់ពាក្យប្រឡងក្នុងពិធីសមាជជាតិម្ដងទៀតចង្រៃអីស្រាប់តែមានព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចឪនៅថ្ងៃទី18ខែមីនាឆ្នាំ1970នោះតែម្ដងលុះរបបថ្មីចូលមកដល់ស្រុកទីក៏កាត់ចលាចលអ្វីក៏ផ្លាស់ប្ដូរអស់ពិធីសមាជជាតិ
ដែលរបបសង្គមរាស្ត្រនិយមធ្លាប់ប្រារព្ធធ្វើជារៀងរាល់ឆ្នាំតាំងពីឆ្នាំ1955មកនោះក៏លែងមានទៀតណាមួយពេលនោះប្រទេសជាតិកំពុងឆាបឆេះដោយភ្លើងសង្គ្រាមផងរដ្ឋាភិបាលថ្មីនៃលោកសេនាប្រមុខលន់នល់គ្មានពេលនឹកនាបង្កើតការប្រឡងចម្រៀងអ្វីឡើយគឺរវល់តែកាន់កម្លាំងកងទ័ពដើម្បីធ្វើសង្គ្រាមទប់ទល់ជាមួយកងទ័ពខ្មែរក្រហមនិងកងទ័ពវៀតកុងវៀតមិញប៉ុណ្ណោះហើយលោកអាប់ឌុលសេរីដែលពេលនោះទើបពេញវ័យផងក៏ពេញកម្លាំងល្មមដែលរដ្ឋអំណាចបង្ខំឲ្យចូលបម្រើកងទ័ពផងដែរការរៀនសូត្រក៏លែងបានស្ថិតស្ថេរដូចមុនឯក្តីប្រាថ្នាចង់ក្លាយជាអ្នកចម្រៀងនោះក៏រលាយអស់ផងដែរព្រមលិខិតស្រុកទេសបានកែប្រែរូបលោកឲ្យកាន់កំភ្លើងជំនួសសៀវភៅប៊ិចនិងក្បាលមីក្រូវិញលោកត្រូវទៅហាត់រៀនក្បួនសឹកសង្គ្រាមនៅបន្ទាយទ័ពរាល់ថ្ងៃចាប់តាំងពីឆ្នាំ1970មកនោះហើយក្រោយមករដ្ឋអំណាចក៏បានចុចឈ្មោះលោកនិងមិត្តភ័ក្តិជិតស្និទ្ធម្នាក់ទៀតឈ្មោះយីដែលទើបរៀបការប្រពន្ធថ្មីថ្មោងបានតែប្រមាណថ្ងៃប៉ុណ្ណោះឲ្យតែហាត់រៀនក្បួនយុទ្ធសាស្ត្របន្ថែមនៅទីក្រុងឡុងហាយទឹកដីវៀតណាមខាងត្បូងលោកនិងមិត្តភ័ក្តិឈ្មោះយីព្រមទាំងកងទ័ពមួយចំនួនទៀតបានឃ្លាតមាតុភូមិយ៉ាងអាឡោះអាល័យអស់រយៈពេល3ខែក្នុងការរៀនក្បួនសឹកនៅទីក្រុងឡុងហាយវៀតណាមខាងត្បូងនោះនៅទីនោះក្រៅពីមានគ្រូបង្ហាត់ជាជនជាតិវៀតណាមក៏មានគ្រូអាមេរិកកាំងផងដែរព្រោះកាលនោះវៀតណាមខាងត្បូងមានការគាំទ្រពីអាមេរិកក្នុងការច្បាំងទប់ទល់ជាមួយវៀតណាមខាងជើងដែលជារដ្ឋកុម្មុយនីសចូលមកសិនមកយកកូនក្តាមមួយទីជូនកងក្លានត្រាណាស្រនារីកូនក្តាមកូនគីកូនត្រីក្រឹមក្តានិយាយពីលោកមាសសេរីវិញនៅពេលទៅរៀនក្បួនសឹកសង្គ្រាមឯវៀតណាមខាងត្បូងនោះគាត់បានទុកពុកមាត់ស្រមោមដោយពួកអារ៉ាប់ពេលនោះគ្រូអាមេរិកកាំងដែលបង្ហាត់ទាហាននៅពេលឃើញលោកមានពុកមាត់ដោយពួកអារ៉ាប់បែបនេះក៏ទម្លាប់ហៅលោកមាសសេរីជាប់មាត់ជាប្រចាំថាអាប់ឌុលគឺដូចទៅនឹងឈ្មោះពួកអារ៉ាប់ដែលមានពុកមាត់ស្រមោមរបៀបនេះរីឯមិត្តភ័ក្តិទាំងឡាយពេលឮគ្រូអាមេរិកកាំងនោះហៅដូច្នេះក៏ទម្លាប់ហៅឈ្មោះលោកថាអាប់ឌុលសេរីតាមដែរទៅហើយក៏បានក្លាយជាទម្លាប់រហូតមកលុះក្រោយការបញ្ចប់ការរៀនក្បួនសឹករយៈពេល3ខែនៅទីក្រុងឡុងហាយវៀតណាមខាងត្បូងនោះពួកលោកនិងកងទ័ពខ្មែរដទៃទៀតក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនាងទៅណាក្រោមសូរិយាថ្លាថ្លាមើលមករដ្ឋអំណាចនៃរដ្ឋាភិបាលថ្មីរបស់លោកសេនាប្រមុខលន់នល់ពីនោះក៏បានបើកសេរីភាពទូលំទូលាយជាងមុនគឺទាំងបំរាមគូចរនិងបន្ធូរបន្ថយឲ្យមានការថតចម្រៀងបែបអាជីវកម្មផងពេលនោះគេឃើញហាងឋាននានាបានថតចម្រៀងថ្មីធ្វើអាជីវកម្មលក់ជាហូរហែរីឯខាងអគ្គនាយកដ្ឋានវិទ្យុជាតិក៏មានការរៀបចំប្រឡងចម្រៀងប្រចាំឆ្នាំផងដែរដើម្បីជ្រើសរើសអ្នកចម្រៀងថ្មីចូលច្រៀងនៅក្នុងវង់ភ្លេងឃោសនាការហើយនៅឆ្នាំ1972នោះលុះឮថាខាងអគ្គនាយកដ្ឋានវិទ្យុជាតិប្រកាសប្រឡងចម្រៀងលោកអាប់ឌុលសេរីដែលមានបំណងប្រាថ្នាតាំងពីដើមមកចង់ក្លាយជាអ្នកចម្រៀងនឹងធ្លាប់ប្រឡងម្ដងរួចមកហើយកាលពីឆ្នាំ1968នោះក៏បានដាក់ពាក្យប្រឡងម្ដងទៀតល្ងាចជុំគ្នាទៅស្លៀកចោល10មេក្នុងការប្រឡងលើកនេះហើយដែលលោកមាសសេរីបានដាក់ឈ្មោះថ្មីរបស់លោកថាអាប់ឌុលសេរីគឺជាឈ្មោះដែលមិត្តភ័ក្តិនាំគ្នាហៅតាមគ្រូអាមេរិកកាំងកាលពីរៀនក្បួនសឹកនៅវៀតណាមខាងត្បូងនោះហើយក្នុងការប្រឡងលើកនេះលោកអាប់ឌុលសេរីបានលើកយកបទថ្មីមួយទៅប្រឡងដែលបទនេះលោកនិពន្ធទំនុកច្រៀងដោយខ្លួនឯងហើយដាក់ចំណងជើងថាពលទូអភ័ព្វដែលមានលោកសុសម៉ាត់ជាអ្នកនិពន្ធបទភ្លេងហើយលោកសុសម៉ាត់ថែមទាំងបង្ហាត់លោកអាប់ឌុលសេរីច្រៀងផ្ទាល់ទៀតផងកាលមិនរឿងខ្ញុំរឿងអូនក្បាត់បងកាំងໄວនិយាយអំពីទស្សនវិជ្ជានៅក្នុងពេលប្រឡងចម្រៀងនោះលោកអាប់ឌុលសេរីបានធ្វើឲ្យទស្សនិកជនដែលទស្សនាតាមទូរទស្សន៍និងអ្នកទៅទស្សនាផ្ទាល់ព្រមទាំងគណៈកម្មការផ្ដល់បន្ទុកផងមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខុសពីបេក្ខជនដទៃគឺពេលច្រៀងបទពលទូអភ័ព្វនេះលោកបានស្លៀកពាក់ឯកសណ្ឋានកងទ័ពក្នុងឋានៈពលទូតែម្ដងហើយមានកាន់ផ្កាកុលាបមួយទងនៅក្នុងដៃផងលុះពេលច្រៀងដល់ឃ្លាថាលាស្រីសាវ៉ាលាផ្កាអស់ក្លិនលោកក៏ក្រវែងផ្កានោះចោលទៅដីក្នុងទឹកមុខយ៉ាងក្រៀមក្រំអស់សង្ឃឹមហាក់ដូចជារឿងនោះកើតឡើងផ្ទាល់ចំពោះរូបលោកកាយវិការសម្ដែងនេះបានទទួលនឹងការទះដៃយ៉ាងកងរំពងពីទស្សនិកជនដែលកំពុងទស្សនាក៏ក្រើកឆាកតន្ត្រីតែម្ដង
រីឯខ្លឹមសារនៃបទនេះវិញពេលនោះមានមនុស្សជាច្រើនបាននាំគ្នាគិតថាគឺជារឿងពិតរបស់លោកអាប់ឌុលសេរីផ្ទាល់ទើបបានជាលោកនិពន្ធបទនេះឡើងហើយលោកច្រៀងនិងសម្ដែងដូចមែនទែនប៉ុន្តែការពិតមិនមែនជារឿងរបស់លោកទេគឺលោកអាប់ឌុលសេរីនិពន្ធចេញពីរឿងពិតរបស់មិត្តភក្តិលោកឯនោះទេគឺពលទូយីដែលទៅរៀនក្បួនសឹកជាមួយលោកនៅឯវៀតណាមខាងត្បូងនោះហើយដល់ពេលមកវិញត្រូវបានប្រពន្ធថ្មីថ្មោងផាត់ទៅយកប្រុសថ្មីម្នាក់ទៀតហើយប្រុសថ្មីនោះក៏ជាទាហានផងដែរដែលមានឋានៈធំជាងពលទូយីគឺមានឋានៈជាអនុសេនីយ៍ត្រីបាទដូច្នេះក្នុងឱកាសនេះខ្ញុំបាទក៏សូមលើកបទពលទូអភ័ព្វនេះមកចាក់ជូនលោកអ្នកស្ដាប់ដើម្បីកំសាន្តតែម្ដងសូមអញ្ជើញសំលេងកងខ្មោះពីរួងពេកក្រៃលេងលេងចងដៃអូនហើយនឹងបងយើងទាំងពីរអង្គុយត្រតងញាតិមិត្តកូនបងឲ្យក៏ឲ្យជ័យបងទៅត្រកយួនរៀនក្បួនយុទ្ធសាស្ត្របងមកដល់ផ្ទះអូនបែកមានថ្មីអនុទនៃត្រីគឺម្ដេចរូបប្តីឋានៈគុលទោនឹងហើយជីវិតគុលទោអភ័ព្វគុលទោមានត្រង់ឲ្យក៏ចិនដាមួយឡាយចុងរឿងត្រីផាត់ប្រងជារឿងធម្មតារឿងធំជាងគេគឺជាតិខេមរាលាត្រីតាវ៉ាលាកាអង្គក្លិនជាលទ្ធផលក្នុងការប្រឡងលើកទី2នេះលោកអាប់ឌុលសេរីបានជាប់ចំណាត់ថ្នាក់លេខ2ចំណែកបេក្ខបរោះដែលជាប់លេខ1គឺលោកជេងចន្ទាភក្តីលើកនេះទោះបីមិនបានជាប់ចំណាត់ថ្នាក់លេខ1តែក៏ជាលទ្ធផលដ៏ត្រចះត្រចង់សម្រាប់ដួងចិត្តលោកអាប់ឌុលសេរីព្រោះជាចំណាត់ថ្នាក់ដែលគេជ្រើសរើសឲ្យក្លាយជាអ្នកចម្រៀងអាជីពនៅក្នុងវង់ភ្លេងឃោសនាការឬវង់ភ្លេងវិទ្យុជាតិនោះតែម្ដងគឺចាប់ពីពេលនោះមកហើយដែលលោកមានឱកាសច្រៀងផ្សាយសម្លេងតាមវិទ្យុជាតិឲ្យមហាជនបានស្គាល់ជាមួយគ្នានោះបទពលទូអភ័ព្វដែលលោកបាននិពន្ធថ្មីយកទៅប្រឡងជាប់លេខ2ហើយជួយឲ្យសម្រេចបំណងលោកក្លាយជាអ្នកចម្រៀងអាជីពនោះក៏លោកបានយកមកច្រៀងផ្សាយតាមវិទ្យុជាតិជាញឹកញាប់ផងដែរពេលនោះកេរ្តិ៍ឈ្មោះរបស់លោកអាប់ឌុលសេរីត្រូវបានគេស្គាល់សុសសាយទូទាំងប្រទេសយ៉ាងឆាប់រហ័សព្រោះបទនេះបន្ថែមលើពីរោះវាក៏ជារឿងពិតដែលមនុស្សទូទៅចង់ដឹងផងដែរជាតិខេមរាលាត្រីតាវ៉ាលាកាអង្គក្លិននិយាយពីហាងថាសវិញដោយសារឃើញបទនេះល្បីល្បាញខ្លាំងតាមរយៈការច្រៀងផ្សាយវិទ្យុជាតិក៏ក្រាកទូទាំងប្រទេសនោះហាងថាសមួយឈ្មោះឡាក់សែក៏បានតាក់ទងលោកអាប់ឌុលសេរីឲ្យច្រៀងថតថាសលោកជាផ្លូវការឲ្យមហាជនបានទិញយកទៅចាក់ស្ដាប់គ្រប់គ្នា
ជាមួយគ្នានោះប្រជាប្រិយភាពនៃបទនេះក៏ត្រូវបានកវីដ៏ល្បីល្បាញម្នាក់គឺលោកគង់ប៊ុនឈឿនយកទៅនិពន្ធជារឿងប្រឡោមលោកជាតិផងនៅអំឡុងឆ្នាំ 1972 នោះគឺនិពន្ធទៅតាមការរៀបរាប់របស់លោកអាប់ឌុលសេរីដែលនិយាយអំពីរឿងពិតរបស់មិត្តភក្តិលោកឈ្មោះយីដែលត្រូវប្រពន្ធផាត់នោះឯងមិនត្រឹមតែប៉ុណ្ណោះភាពល្បីល្បាញនៃរឿងពលតួអភ័ព្វនេះក្រោយមកក៏ត្រូវបានផលិតកម្មមួយឈ្មោះកងចក្រភាពយន្តពេញសិទ្ធិយកទៅថតជាខ្សែភាពយន្តផងដែរនៅអំឡុងឆ្នាំ 1973 គឺពេលនោះហើយដែលផលិតកម្មភាពយន្តនោះបានទិញសិទ្ធិពីលោកអាប់ឌុលសេរីជាម្ចាស់សំនៀងដើមយកបទនេះទៅឲ្យលោកស៊ីនស៊ីសមុទ្រច្រៀងវិញដើម្បីបញ្ចូលក្នុងខ្សែភាពយន្តពលតួអភ័ព្វនោះដូច្នេះហើយទើបយើងឃើញថាបទពលតួអភ័ព្វនោះមានអ្នកចម្រៀងពីរនាក់ច្រៀងផ្សេងគ្នាគឺលោកអាប់ឌុលសេរីច្រៀងមួយបទនិងលោកស៊ីនស៊ីសមុទ្រច្រៀងមួយបទគឺច្រៀងដោយទំនុកច្រៀងដើមទាំងអស់ដោយគ្រាន់តែកែទំនុកច្រៀងមួយឃ្លាប៉ុណ្ណោះនៅត្រង់ឃ្លាថាអូនយករូបគេជាអនុស្នេហ៍ត្រីលុះច្រៀងបញ្ចូលក្នុងខ្សែភាពយន្តគេបានតម្រូវឲ្យកែត្រង់ទំនុកនេះដោយកែដាក់ថាអូនយករូបគេជាមន្ត្រីបងទៅស្រុកយួនណារៀងក្បួនយុទ្ធសាស្ត្របងមកដល់ផ្ទះអូនបែកមានថ្មីអូនយករូបគេជាមន្ត្រីធ្វើមិនដាច់រូបប្តីថាណាំគល់ទោចំណែកមូលហេតុដែលគេមិនយកបទដើមរបស់លោកអាប់ឌុលសេរីមកដាក់បញ្ចូលក្នុងខ្សែភាពយន្តហើយសុខចិត្តទិញបទនេះមកឲ្យលោកស៊ីនស៊ីសមុទ្រច្រៀងថ្មីនោះក៏ព្រោះតែលោកស៊ីនស៊ីសមុទ្រមានសម្លេងពីរោះជាងនិងជាអ្នកចម្រៀងល្បីកំពូលផុតលេខផងដែរដូច្នេះសម្លេងលោកស៊ីនស៊ីសមុទ្រអាចយកឲ្យខ្សែភាពយន្តរបស់គីមានការគាំទ្រនិងចូលរួមទស្សនាច្រើនពីទស្សនិកជនផងត្រង់នេះគ្មានអ្វីគួរឲ្យឆ្ងល់ទេព្រោះនេះគឺជាគំនិតអាជីវកម្មរបស់អ្នករកស៊ីទូទៅប៉ុណ្ណោះដូចពីងលោកថាទឹកសម្លឹងកាងបន្ទាប់ពីល្បីឈ្មោះក្នុងមួយប្រភេទភ្នែកតាមរយៈបទពលតួអភ័ព្វនេះលោកអាប់ឌុលសេរីក៏បាននិពន្ធចម្រៀងច្រៀងជាបន្តបន្ទាប់ដោយខ្លួនឯងផ្សាយតាមវិទ្យុជាតិទៀតដែលញ៉ាំងឲ្យកេរ្តិ៍ឈ្មោះលោកកាន់តែល្បីឡើងជារៀងរាល់ថ្ងៃជាមួយគ្នានោះកវីនិពន្ធនានាក៏បាននិពន្ធឲ្យលោកច្រៀងជាហូហែផងដែរដូចជាលោកគង់ប៊ុនឈឿននិងលោកអ៊ុំសុផានរៈហៅយេលស្វាមីអ្នកស្រីហ៊ុយមាសជាដើមហើយរាល់បទចម្រៀងរបស់លោកទាំងផ្សាយតាមវិទ្យុជាតិនិងថតថាសសុទ្ធតែសម្រួលតន្ត្រីឬដឹកនាំភ្លេងប្រគំដោយលោកហេងហូវែងដែលជាមេភ្លេងនៃវង់ភ្លេងឃោសនាការនោះពេលនោះហាងថាសចម្រៀងនានាក៏បានទិញចម្រៀងលោកទៅថតថាសលក់ព្រួងព្រាតឯផលិតកម្មថតកុនខ្លះក៏បានជួយលោកទៅច្រៀងបញ្ចូលក្នុងខ្សែភាពយន្តរបស់គេបានមួយចំនួនផងដែរសំឡេងកងខ្មោះពីរួងពេកក្រៃលេងលេងចងដៃអូនហើយនឹងបងចំពោះបទចម្រៀងដែលលោកច្រៀងហើយល្បីបន្ទាប់ពីបទពលតួអភ័ព្វនោះរួមមានដូចជាបទខ្ញុំពិការដែលជាស្នាដៃនិពន្ធទំនុកច្រៀងផ្ទាល់របស់លោកហើយលោកអ៊ុំសុផានរៈហៅយេលជាអ្នកនិពន្ធបទភ្លេងបន្ទាប់មកមានបទកូនស្រីយើងអាយុ5ឆ្នាំហើយជាស្នាដៃនិពន្ធទាំងបទភ្លេងនិងទំនុកច្រៀងរបស់លោកអ៊ុំសុផានរៈហៅយេលនិងបទទិញស្រាឲ្យឪដែលជាបទឆ្លើយឆ្លងរវាងលោកនិងអ្នកស្រីសូសាវឿនហើយបទនេះត្រូវបានគេដាក់បញ្ចូលក្នុងខ្សែភាពយន្តរឿងស្លៀកខ្យល់ដណ្ដប់មេឃដែលជាស្នាដៃនិពន្ធនិងដឹកនាំរឿងដោយកវីម្ចាស់ស្ទឹងសង្កែគង់ប៊ុនឈឿនហើយបទចម្រៀងទាំងនេះនៅមានសេសសល់រហូតមកដល់សព្វថ្ងៃចំណែកចម្រៀងដែលបាត់បង់រួមមានដូចជាបទម្ចាស់ក្បូនអប្រៃជាស្នាដៃរបស់លោកគង់ប៊ុនឈឿននិងបទចាំជួបជាតិក្រោយជាស្នាដៃរបស់លោកលីថៃលីហើយដែលបានដាក់បញ្ចូលក្នុងប្រឡោមលោករឿងពលតួអភ័ព្វនោះផងដែរបងទៅស្រុកយួនរៀនក្បួនយុទ្ធសាស្ត្របងមកដល់ផ្ទះអូនបែកមានថ្មីនិយាយពីស្រុកទីវិញគណៈវិស័យសិល្បៈកំពុងតែរីកចម្រើនក៏ក្រឹកកគីនោះស្រាប់តែកងទ័ពរដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់នល់ក៏បានដាក់ទ័ពជាបន្តបន្ទាប់ទីបំផុតនៅថ្ងៃ17មេសាឆ្នាំ1975កងទ័ពខ្មែរក្រហមក៏បានវាយចូលមកដល់ក្រុងភ្នំពេញហើយគ្រប់គ្រងស្រុកខ្មែរបានទាំងស្រុងពលរដ្ឋក្នុងទីក្រុងភ្នំពេញត្រូវពួកទាហានខ្មែរក្រហមបណ្តេញចេញទាំងអស់ហើយក្នុងនោះគ្រួសារលោកអាប់ឌុលសេរីក៏ដូចនេះដែរ
លោកនឹងគ្រួសារត្រូវបានគេចន្លៀសចេញទៅឃុំជាទាលក្នុងស្រុកគៀនស្វាយខេត្តកណ្ដាលការបានបីខែត្រីប្រែតាវ៉ានៅទីនោះលោកត្រូវបានគេបង្ខំឲ្យធ្វើការជាទម្ងន់ស៊ីអត់ស៊ីឃ្លានវេទនារោគទីបំផុតគ្មានហើយ2ឆ្នាំក្រោយមកដោយសារលោកមានឈ្មោះល្បីដែលគេស្គាល់ច្បាស់ជាអ្នកចម្រៀងពិសេសដោយមានអតីតភាពជាទាហានក្នុងរបបលន់នល់នោះពួកទាហានខ្មែរក្រហមក៏បានយកលោកទៅសម្លាប់ចោលទៅនៅអំឡុងឆ្នាំ1977លោកស្លាប់ក្នុងអត្តន័យយ៉ាងកំសត់ខុសពីអ្នកចម្រៀងផ្សេងៗឯទៀតដែលមានប្រពន្ធនិងកូនស្នងត្រកូលតែលោកអាប់ឌុលសេរីស្លាប់ទាំងវ័យនៅកំឡោះមិនដែលស្គាល់រសជាតិស្នេហាជាពិសេសគឺគ្មានប្រពន្ធកូនដូចគេតែម្ដងគឺនៅសេសសល់តែបងប្អូនលោកពីរនាក់ប៉ុណ្ណោះជាមួយគ្នានេះក្រៅពីស្លាប់ដោយគ្មានប្រពន្ធនិងកូនតពូជពងនោះចម្រៀងរបស់លោកក៏នៅសេសសល់តិចតួចផងដែរដូចជាបទពលតួអភ័ព្វដ៏ល្បីល្បាញបទខ្ញុំពិការកូនស្រីយើងអាយុ5ឆ្នាំនិងបទទិញស្រាឲ្យជាដើមឡាក់នឹងហើយជីវិតពលតួអភ័ព្វពលតួគ្មានទ្រព្យឲ្យក៏ចិនដាការបាត់បង់ម្ចាស់បទពលតួអភ័ព្វរូបនេះក៏មិនខុសពីសិល្បករនីទូទៅផងដែរបានធ្វើឲ្យមានការសោកស្ដាយជាពន់ពេកពីសំណាក់ពលរដ្ឋខ្មែរទូទៅព្រោះអស់លោកគ្រាន់តែជាអ្នកសិល្បៈស្លូតបូតប៉ុណ្ណោះមិនគួរពួកវាយកទៅសម្លាប់ចោលគ្មានក្តីប្រណីមេត្តាទាល់តែសោះតែលហើយរឿងនឹងទុកមួយឡាយចុងរឿងត្រីផាត់ប្រងជារឿងធម្មតាតាវ៉ាលៀបតាអង្គលិនបាទនេះជាប្រវត្តិលោកអាប់ឌុលសេរីម្ចាស់បទពលតួអភ័ព្វដែលយើងទាំងអស់គ្នាសុទ្ធតែស្រឡាញ់ចូលចិត្តស្ដាប់និងចងចាំគ្រប់គ្នារហូតមកដល់សប្តាហ៍ថ្ងៃនេះបាទចុងក្រោយមុននឹងគោរពលាខ្ញុំសូមផ្ញើចំណងដៃនៅសំនៀងដ៏ពីរោះរបស់លោកអាប់ឌុលសេរីមួយបទដើម្បីស្ដាប់កម្សាន្តដែលបទនេះមានចំណងជើងថាកូនស្រីយើងអាយុ5ឆ្នាំហើយជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងរបស់លោកអ៊ុំសុផាន់រៈហៅយេលនៅឆ្នាំ1972និងក៏ជារឿងពិតរបស់លោកអ៊ុំសុផាន់រៈហៅយេលផងដែរហើយថ្ងៃស្អែកខ្ញុំបាទសេងតារានឹងនាំយកប្រវត្តិសិល្បករមួយរូបទៀតមកជម្រាបជូនជាបន្តសូមអរគុណអាណិតកូនស្រីចិត្តយំស្រដីទួរកញាតាឲ្យខ្ញុំឆ្លើយប្រាប់ដល់នឹកទៅវាឲ្យញាតអើយសូមជួយមេត្តាចិនខ្ញុំផងទៅស្លាប់បាក់យ៉ាងវាស្លាយពីតែចំបែចាំពើខ្លោចបាគេឆោម្ដាយកូនពីដើមទ្រូប៉ាដូចខ្វែងនេត្រាឲ្យស្ដីបងសូនហើយឈប់យំសួរទៅណាកូនស្រីកូនគង់នឹងក្ដីពេលណានាងធំទុំកូននឹងតាគឺជាទុកធំយើងរួចជួបជុំជាមួយជីដូចម្រៀងផ្ញើអូនថាកូនស្រីយើង
អាយុបាន5ឆ្នាំហើយពេលចេះក្រដីណាំនេះមកហើយតែគ្មានវាសនាឡើយបានរួមក្បែរអូហើយឈប់យំសួរទៅណាកូនស្រីកូនគង់ដឹងក្តីពេលណាមានខំទូកូននឹងបាពីទុកធំយើងរួចជួបជុំជាមួយជីដូនបងកូនត្រែជ្រៀងចម្រៀងផ្ញើអូនថាកូនស្រីយើងអាយុបាន5ឆ្នាំហើយពេលចេះប្រដីណាស់នេះមកហើយតែគ្មានវាសនាឡើយបានរួម